សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជាថ្មីម្ដងជួបគ្នាជាថ្មីម្ដងទៀតហើយខ្ញុំបាទសាម៉ៅនិងភរិយាថ្ងៃនេះបាទមានមកមូបាំងញ៉ាំពងទាកូនស្ងោរជាមួយនឹងទឹកដូងនៅពីរនាក់មិនដឹងធ្វើអីក៏នឹកឃើញទិញពងទាកូនមកស្ងោរជាមួយទឹកដូងហូបមាននេះរសជាតិឆ្ងាញ់ខ្លាំងមែនទែនមកបងប្អូនគឺមានរសជាតិឆ្ងាញ់ខ្លាំងជាងយើងស្ងោរជាមួយនឹងទឹកធម្មតាអញ្ជើញមកហូបបាយថ្ងៃត្រង់ជាមួយពួកខ្ញុំទាំងពីរនាក់ពុកម៉ែបងប្អូនទាំងអស់គ្នាទាំងនៅខ្មែរទាំងនៅប្រទេសជប៉ុនសូមអធិស្ឋានដែលហូបបង្ហាញអួតទៅអ្នកទាំងអស់គ្នាឲ្យមើលចឹងក៏ខ្ញុំអត់បាបអីបើសិនជាចង់ហូបអាចទិញមកសាក់ធ្វើបានងាយទេគ្រាន់តែស្ងោរជាមួយនឹងទឹកដូងទៅពងគឺកូនល្អមែនតើគឺឆ្ងាញ់ខ្លាំងណាស់ថ្ងៃអាទិត្យតាមសម្រាប់វិការងារប្រពន្ធរបស់ខ្ញុំបានមកលេងផ្ទះខ្ញុំយើងគួរតែមើលថែអ្វីដែលនៅក្បែរដៃយើងមើលថែគាត់ឲ្យល្អក្តីស្រឡាញ់ចែករំលែកឲ្យភាពស្មោះត្រង់កុំធ្វើបាបចិត្តគ្នាទៅវិញទៅមកព្រោះប្រាពាក្យថាស្រឡាញ់ពាក្យថាស្រឡាញ់យ៉ាងណាក៏អាចនិយាយបានដែរបងប្អូនគ្រាន់តែនិយាយថាស្រឡាញ់មនុស្សម្នាក់គឺងាយស្រួលប៉ុន្តែទង្វើដែលធ្វើពួកយើងត្រូវតែបង្ហាញនៅទង្វើផងប្រាប់ថាស្រឡាញ់ហើយធ្វើទៅទង្វើល្អបង្កើតនៅរឿងល្អអនុស្សាវរីយ៍ល្អនៅជាមួយគ្នាស្កាន់ដៃគ្នាមានឱកាសបានជួបគ្នាហើយអញ្ចឹងគួរថែរក្សាគ្នាឲ្យល្អគួរកុំធ្វើបាបចិត្តគ្នាកុំព្យាយាមចងឈ្នះចងចាញ់គ្នាអីហើយនាមខ្ញុំជាកូនពៅហើយនឹងកូនបងមានតែប៉ុណ្ណឹងដែលនិយាយទៅកាន់អ្នកទាំងអស់គ្នាហើយមិនដឹងថាទៅខាងមុខពួកខ្ញុំនឹងទៅជាយ៉ាងណាទេតែគ្រាន់តែដឹងត្រឹមថាពេលនេះពួកយើងនៅជាមួយគ្នាមានក្តីសុខរៀនធ្វើអ្វីជាមួយគ្នាចេះជួយគ្នាពេលធ្វើម្ហូបម្នាក់ធ្វើនេះម្នាក់ធ្វើនោះជួយគ្នាម្នាក់ម្ដាយមួយជើងពួកយើងបានមកអង្គុយញ៉ាំជុំគ្នាដោយមិនទៅហត់ទេមិនចាំបាច់ដេកចាំតទៅអូនអ្នកទៅធ្វើបងអ្នកទៅធ្វើជាការងាររបស់អូនជាការងាររបស់បងយើងអត់ចាំបាច់បែងចែកតួនាទីការងារទេមិនថាការងារអីពួកយើងអាចជួយធ្វើគ្នាទៅវិញទៅមកបាននេះហើយដែលហៅថាការស្រឡាញ់ពិតប្រាកដរបស់ម៉ែបងប្អូនមិនចាំបាច់តតែមានលុយទាំងដល់ទេហើយពួកខ្ញុំមកខ្ញុំបាទនិយាយនេះមិនមែនថាខ្ញុំអីជោគជ័យនៅលើផ្លូវស្នេហាអីកាលណាទេខ្ញុំបាទទៅតែរៀបការហើយទេប៉ុន្តែមុននឹងខ្ញុំរៀបការគឺខ្ញុំបានស្គាល់គ្នារយៈពេល6ឆ្នាំហើយបងប្អូនប្រវត្តិស្នេហាកើតចេញមកពីសាលាបញ្ជូនពលករសិក្ខាកាមមកប្រទេសជប៉ុនហើយថាសិស្សច្បងសិស្សប្អូនទៅបង្រៀនសិស្សប្អូនបង្រៀនចប់បង្រៀនឡើងសូមបាន Facebook ឆាតញ៉ាយគ្នាមកដល់សប្តាហ៍គឺគិតទៅគឺចិត្តចូលដល់7ឆ្នាំហើយអ្នកណាក៏ចេះឆ្លុះគ្នាដែរមិនអត់គូជីវិតម្នាក់ណាដែលមិនចេះឆ្លុះគ្នានោះគឺមានការឆ្លុះគ្នាហើយតែងតែមានในរឿងតូចរឿងធំដូចចានៅក្នុងរឿងតែតែមានការប៉ះទង្គិចហើយអញ្ចឹងពេលរឿងខ្លះយើងឆ្លុះគ្នាក៏យើងមិនចាំបាច់ប្រាប់ទៅសូលជីវិតរបស់យើងទៅប្រាប់ទៅអ្នកដទៃឬក៏សាច់ញាតិខាងប្រុសខាងស្រីខ្លាំងពេកដែរវាអាចនាំឲ្យយើងមានចំនួនទាំងពីរនាក់កាន់តែខ្លាំងមានរឿងឲ្យពួកយើងអាចនិយាយសម្រុះគ្នាពីរនាក់ព្រោះយើងជាអ្នកស្រឡាញ់គ្នាមែនអត់ពេលពួកយើងស្រឡាញ់គ្នាមិនឪពុកម្ដាយពួកយើងអ្នកផ្សំគុំទេគូខ្លះឪពុកម្ដាយអ្នកផ្សំគុំរៀបចំទុកដាក់តែគូខ្លះត្រូវពួកគាត់ជួបគ្នាស្គាល់គ្នាជ្រើសរើសយកដល់ខ្លួនឯងអញ្ចឹងមកយើងជ្រើសរើសយកដល់ខ្លួនឯងហើយយើងត្រូវរៀនទទួលស្គាល់ទទួលក្រាបរងនៅអ្វីដែលយើងបានធ្វើយើងត្រូវចេះមើលថែគ្នាទៅព្រោះយើងត្រូវចាំថ្ងៃដំបូងដែលយើងទៅញ៉ាយគាត់យកមកធ្វើជាសង្សារបន្ទាប់មកបានខ្លាចជាគូរំដឹងបន្ទាប់បានខ្លាចជារីព្រីប្តីប្រពន្ធហើយវីដេអូគឺមានតែប៉ុណ្្នឹងទេឈានដល់ការបញ្ចប់ហើយញ៉ាំអាហារពេលថ្ងៃត្រង់ក៏មើលជាមួយនឹងទេសភាពនៅក្បែរផ្ទះខ្ញុំពិតជាស្រស់ស្អាតខ្លាំងណាស់ពុកម៉ែបងប្អូនទេសភាពយើងញ៉ាំបាយមានទេសភាពមើលទៅបែបស្អាតអញ្ចឹងគឺស្រស់ស្រាយមែនតើមិនមានទុកកង្វល់អ្វីក្នុងចិត្តទេហើយទេសភាពនៅក្រៅផ្ទះខ្ញុំហើយបងប្អូនគឺវាពិតជាស្រស់ស្អាតខ្លាំងមែនតើខ្ញុំមើលរាល់ថ្ងៃគឺមិនចេះចិនណាយទេគឺអត់អត់សោះទេមិនចាំបាច់ឈប់សម្រាកមិនចាំបាច់ចេញទៅខាងក្រៅក៏អត់អត់សោះដែរហើយវីដេអូក៏បានឈានដល់ចូលបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់អរគុណច្រើនបងប្អូនបាយបាយជម្រាបលាសុខភាពល្អទាំងអស់គ្នា